អ្នកលេងទឹកមិនកំពុងចាំចេញចាស់ពីមុនណាគាត់ប្រាប់ថាបើចង់លេងឈ្នះអ្នកកំពុងចាំតើមានតកគាត់ទៅលើចំភ្លៀងងាប់ហើយទៅទិញតកដាក់ភ្លាមយកទៅលេងជាមួយបងអូនិយាយទៅពួកគាត់លេងសាហាវមែនមានទាំងទឹកនិយាយទៅឈរចាំបាញ់នៅមុខផ្ទះគ្រប់គ្នាមកហុយតកបាញ់និយាយតកមានមកកណោតើតើមានតកមែនមិនលេងឈ្នះបើមានតកទេបាញ់ចាស់ពួកគាត់ទេដាក់មកជាក់សពយកហ្មងហើយនេះគឺជាសកម្មភាពថ្ងៃទី3ហើយថ្ងៃទី3នេះគឺមានមនុស្សមកលេងច្រើនជាងថ្ងៃទី2ថ្ងៃដែលគេហាលះទៀតទាំងអស់គ្នាមានចំនួន1.7 សែន1.7 សែននៅក្នុងថ្ងៃទី3ហ្នឹងចង់បូកសរុបទាំង3ថ្ងៃគឺទទួលបានចំណាត់ថ្នាក់លេខ2ចាញ់ពេញតែទីទេឆ្នាំ2024លេខ1ឆ្នាំ2025ធ្លាក់មកលេខ3ឥឡូវចូលមកលេខ2វិញអញ្ចឹងយើងសង្ឃឹមថាឆ្នាំក្រោយនឹងមានការតាំងលះហាឬក៏មានកម្មវិធីផ្សេងៗទៀតច្រើនហើយបងប្អូននឹងមកលេងទាំងអស់គ្នាកាន់តែច្រើនដើម្បីទទួលបានលេខ1ឬក៏ដើម្បីទទួលបានភាពសប្បាយរីករាយទាំងអស់គ្នាហើយនេះគឺសកម្មភាពពេលយប់គឺគាត់រំលេងអត់ប្រកាន់គ្នាអត់ខឹងអត់សួរគ្នាទេហើយបងប៉ូលីសសមត្ថកិច្ចអីគឺគាត់នឹងឈរយាមសប្បាយទាំងអស់អត់មានការបង្កហេតុឬក៏បង្កអីមួយដែលមិនល្អទេអញ្ចឹងនេះគឺជាសកម្មភាពថ្ងៃទី3ថ្ងៃទី3ហ្នឹងគឺចូលរួមលេងបន្តិចព្រោះដោយសារគ្រាន់តែដើរកាត់គឺគាត់ទាញហើយចូលរួមហ្មងអញ្ចឹងយើងfriendly គាត់ក៏ friendly ទាំងអស់គ្នាអញ្ចឹងក៏សប្បាយទាំងអស់គ្នាទៅហើយនៅតាមផ្លូវវិញមិនចាំចូលដល់ស្លាកហេតុទេតាមផ្លូវខាងមុខផ្លូវជាតិលេខ7ចាស់ហ្នឹងគឺមនុស្សច្រើនខ្លាំងមែនតើមានទាំងឡានមានទាំងអតេសមានទាំងលម៉កមានទាំងឡានផ្សេងទៀតមានច្រើនប្រភេទគាត់ចូលរួមលេងទាំងអស់គ្នាសប្បាយទាំងអស់គ្នាហើយមានតកដូចនិយាយចឹងមានតកនេះឡានតូរីសដែលល្បីចាំកំពង់ចាមមក BA កំពង់ចាមយ៉ាអញ្ចឹងគឺមានតែប៉ុណ្្នឹងទេ thank you ជួបគ្នាឆ្នាំក្រោយ